một trận nó sọc mai dương ấy này tới bị mùi đôi chìa nơi bờ tây phun mấy tham gia tàu ngày môn nó ấy tàu năm tụi mình sọc dương đại miền và phật rụp nó tại vận ta nhổ miền để ta hiền phơi nó ngố sầm mai lâu bán này để cho mình lụa để mà tao phải mê cuốn nó đang được chạp răng cái nào đây để hiền ai đom đạo vận ta song sang và phật rụp đạo vận ta nè lâu sọc nè pra chran na khơi màn đây được phơi prey chẳng trái hay realแต่បន្នំគ្នាខ្វល់ខ្វាយរឿងកើបសម្រាមតាមខ្នល់ឲ្យប្រហែលនឹងខ្វល់ជេរមនុស្សមិនដឹងស្រុកយើងស្អាតប៉ុណ្ណាទេញោមណាហ្នឹងហើយវាទម្លាប់មិនសូវល្អមិនតែស្រុកយើងទេស្រុកដទៃនឹងចឹងដែរសង្គមនៅស្រុកភូមិនោះមានពុទ្ធរូបមួយពាក់វន្តាហើយអាត្មានោះចុះទៅថ្វាយអង្គមឃើញភ្ញាក់ព្រឺតហ្មងសួរព្រះអង្គភូមិថាជាយ៉ាងម៉េចបានទៅដាក់កសាងព្រះពាក់វន្តាលោកថាអញ្ចេះលោកថាដោយសារតែអ្នកកសាងពីដើមព្រះអត់មានវន្តាទេតែអ្នកទៅបន់ទៅបូជានឹងថាសូមឲ្យជាភ្នែកដល់វាចៃដន្យយ៉ាងម៉េចក៏មិនដឹងទេបនកុសលឬក៏ពេទ្យបកែឬក៏ព្រះបកែមិនយើងក៏វាមិនដឹងណាគឺជាភ្នែកទៅអញ្ចឹងអ្នកទៅបន់ហ្នឹងក៏ទិញវន្តាពាក់ឲ្យព្រះទៅហើយគាត់ពាក់ឲ្យគ្មានណាហ៊ានដោះទេញាតិញោមទៅជាព្រះពាក់វន្តាចា៎ចង់ចម្រើនថារចនាបទប្រពៃណីអីសំបែបយ៉ាងនៃការបដិបត្តិព្រះពុទ្ធសាសនាពីតំបន់មួយទៅតំបន់មួយហ្នឹងគឺមិនដូចគ្នាទេញាតិញោមណាអញ្ចឹងចង់ចម្រើនពរថាយើងក្នុងស្រុកយើងព្រះពុទ្ធរូបនេះគឺរហូតដល់ដំណាក់កាលនេះយើងនៅឯកភាពគ្នាច្រើនណាស់មិនតាន់ 100% តែច្រើនមែនទែនយើងគិតក្នុងស្រុករបស់យើងចិត្តប៉ុណ្ណេះក៏ចាត់ទុកថាល្អហើយព្រះមេគុណដូចថ្ងៃមុននោះដូចឃើញញោកញ៉ាអីព្រះអង្គណាកសាងនោះពោធិ៍សាត់ទេណាអូហ្នឹងហើយព្រះមុខដូចអ្នកលក់បាញ់ឆៅហ្នឹងឆ្លាក់មិនដឹងថាមុខយ៉ាងម៉េចប៉ុន្តែអ្នកបាញ់ឆៅនោះស្អាតព្រះអង្គឆ្លាក់មិនដឹងជាឆ្លាក់សម័យណាមកហើយទឹកអ្នកយកទៅថតយកអីទៅក៏កើទៅក៏កែអីចឹងទៅមិនអីទេអានឹងវាធម្មតាទេប៉ុន្តែរឿងទាំងអស់ចង់ចម្រើនពរចាស់ញាតិញោមថាព្រះពុទ្ធរូបនេះគឺមានមុទ្រៈគឺមានពុំផ្សេងទីទីពីគ្នាប៉ុន្តែសួរវត្តព្រះពុទ្ធរូបនេះសម័យពុទ្ធកាលមានព្រះពុទ្ធរូបទេកាលដែលព្រះអង្គគង់ធរមាននៅថាអត់មានទេញាតិញោមព្រះពុទ្ធរូបសម័យព្រះមិនមានទេកាលដែលព្រះអង្គមានបច្ចុប្បន្នគង់នៅមិនមានព្រះពុទ្ធរូបទេព្រះពុទ្ធរូបនេះកើតឡើងមករកឃើញមែនទែនក្នុងសតវត្សទី1សករាជប្រហែលជា 4-500 ឆ្នាំនៃការបរិនិព្វានក្រោយការបរិនិព្វានសម្មាសម្ពុទ្ធជាម្ចាស់ទើបឃើញមានព្រះពុទ្ធរូបហើយព្រះពុទ្ធរូបនេះចាប់ផ្ដើមដំបូងមិនមែនជាព្រះពុទ្ធរូបទៀតជានិមិត្តសញ្ញាជាផ្កាឈូកជារាជបល្ល័ង្កហើយចុងក្រោយនោះជាព្រះបាទទាហើយវិវត្តទៅយូរទៅបានចេញទៅជារូបមនុស្សញាតិញោមណាចឹងជ្រាបកន្លែងហ្នឹងចឹងទៅបានរូបមនុស្សស្រុកណាធ្វើព្រះមុខដូចស្រុកនំហ្នឹងក៏អត់មានអីឆ្ងល់ទេញាតិញោមថាចង់ឃើញព្រះប្រភពព្រះអង្គពិតប្រកបហ្នឹងយ៉ាងម៉េចអត់មានទេញាតិញោមមានទេសម័យព្រះមានកាមេរ៉ាឯណាយើងជាងនឹងសម័យតែញាតិញោមសម័យណាយើងឆ្លាក់យ៉ាងម៉េចឲ្យវាស្អាតដល់តែមើលព្រះពុទ្ធរូបស្រុកយើងហើយនឹងទៅមើលព្រះពុទ្ធរូបស្រុកចិនស្រុកជប៉ុនខុសគ្នាញាតិញោមព្រះពុទ្ធរូបស្រុកចិនភ្នែកលឹបនោះស្រុកជប៉ុននៃភ្នែកទូចហ្នឹងថាជប៉ុនយ៉ាងម៉េចព្រះអញ្ចឹងឯងហើយព្រះខ្មែរយ៉ាងម៉េចមុខខ្មែរអញ្ចឹងឯងសួរថាខុសទេបើឆ្លាក់ឲ្យវាត្រូវរូបព្រះអង្គមិនមានទេប៉ុន្តែនេះជាសមត្ថភាពរបស់មនុស្សលោកដែលអាចកសាងបានទុកជាការគោរពបូជាបបិទ្ធបកករណាជាម្ចាស់ជាទីសក្ការៈញាតិញោមពុទ្ធបរិស័ទទាំងអស់ថាតើការកសាងព្រះពុទ្ធរូបនេះមានប្រយោជន៍អ្វីហ្នឹងហើយព្រះសម្មាសម្ពុទ្ធជាម្ចាស់កាលដែលព្រះអង្គតាំងប្រណិធានព្រះអង្គប្រាថ្នាដើម្បីនឹងត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាម្ចាស់បានពោលថាពុទ្ធោពោធិយមុតោមោចយ៉ាងទេណោតារយ៉ាងយើងត្រាស់ដឹងហើយនឹងឲ្យត្រីត្រាស់ដឹងផង
យើងរួចចាក់ផុតហើយនឹងឲ្យអ្នកដតីរួចចាក់ផងយើងឆ្លងសង្សារវដ្តហើយនឹងឲ្យអ្នកដតីឆ្លងសង្សារវដ្តនោះផងនេះជាពាក្យចារបស់ព្រះពោធិសត្វដែលចាប់ផ្ដើមក្នុងការកសាងបារមីនៃការត្រាស់ដឹងដើម្បីត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណអញ្ចឹងព្រះអង្គបានកំណត់ថាកាលដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គលោកត្រាស់ដឹងពេលដែលបានត្រាស់ដឹងនៅមោក្ខធម៌គឺសច្ចធម៌នេះអ្វីដែលព្រះអង្គត្រាស់ដឹងគឺធម៌សម្រាប់ជួយចម្លងសត្វសម្រាប់ញ៉ាំងសត្វនឹងឲ្យចេញចាកនៅសេចក្តីទុក្ខបានតថាគតនឹងញ៉ាំងអ្នកដតីនឹងឲ្យត្រាស់ដឹងដែរមានន័យថាម៉េចញាតិញោមមានន័យថាអ្វីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គលោកចេះព្រះអង្គលោកយល់អំពីការរលាស់ខ្លួនចាកនៅសេចក្តីទុក្ខលំបាកសពបែបយ៉ាងអីទាំងអស់ហ្នឹងគឺព្រះអង្គនឹងប្រាប់នៅមនុស្សលោកពុទ្ធមេមកជនទាំងអស់ឲ្យត្រាស់ដឹងដោយព្រះអង្គដែរมันមានអីលាក់លៀមទេញាតិញោមដូចជាព្រះលោកត្រាស់សម្ដែងថាមេតាបិតុឧបដ្ឋានំពុទ្ធតិរសសង្កហោអនាគលាចកម្មន្តាអេតាមង្កលមុតតមង្សព្រះអង្គលោកត្រាស់សម្ដែងថាប្រសិនណាបើពួកបុត្រធីតាទាំងឡាយជាកូនជាចៅលោកចង់បានមង្គលគឺសេចក្តីសុខសេចក្តីរុងរឿងភាពត្រជាក់ត្រជុំនៅក្នុងគ្រួសារចូលអ្នកបូជាឧបត្ថម្ភចំពោះមេដាបិតារបស់អ្នកនៅក្នុងគេហដ្ឋាននេះការយល់យ៉ាងដូចនេះឈ្មោះថាជាការត្រាស់ដឹងអ្វីជាការត្រាស់ដឹងការត្រាស់ដឹងជាការយល់អំពីច្បាប់នៃធម្មជាតិអញ្ចឹងព្រះអង្គលោកត្រាស់សម្ដែងថាពេលដែលកូនគោរពបូជាមេដាបិតាអានិសង្ឃនៃការគោរពនោះវាជាមង្គលវាជារិស័យនេះការយល់អញ្ចឹងឈ្មោះថាជាការត្រាស់ដឹងញាតិញោមយល់អញ្ចឹងអ្នកខ្លះគេអត់យល់អញ្ចឹងទេថាបើចង់បានសេចក្តីសុខដល់ទៅគោរពព្រះអាទិត្យគោរពព្រះច័ន្ទហ្នឹងទៅនៅអរិយធម៌ប្រពៃណីប្រទេសខ្លះរហូតដល់ទៅគោរពសត្វអីចឹងគោរពគោគោរពកបីគោរពស្វាណានៅស្រុកឥណ្ឌាអីញាតិញោមទៅឃើញហ្នឹងគោរពកដោមានព្រះកដោទៀតសំណាងហើយយើងគោរពមនុស្សអត់គោរពសត្វហ្នឹងណាចឹងឃើញគោណាជើង3អីឃើញគេដាក់ទឹកដាក់អីហ្នឹងផ្អើលមកឈុលអីចឹងដែរញោមយើងណាអាហ្នឹងគោទេតែដាក់ទឹកឲ្យវាហិតហើយយើងទៅនាំនេះថាហ្នឹងព្រះលោកប្រោះព្រំព្រះគោលោកប្រោះព្រំនេះឈ្មោះថាមិនមែនជាការត្រាស់ដឹងយល់ប្រឆាឲ្យសេចក្តីពិតកណាយល់ខុសប្រៀបបានដូចអញ្ចឹងញាតិញោមធម្មជាតិរបស់អាកាសវាអត់មានទុកអីទេតែមនុស្សខ្លះព្យាយាមយកបាតជើងទៅតម្កល់ទុកនៅក្នុងទីលំហវាអត់ទៅរួចព្រះលោកថាអត់ទេបើចង់បានសេចក្តីសុខនៅក្នុងគ្រួសារនៅក្នុងវងត្រកូលមានមនុស្សបង្គោល2នាក់ដែលអាចឲ្យនៅរាសីចំពោះអ្នកអាចឲ្យនៅមង្គលចំពោះអ្នកគឺមេដាបិតាហើយព្រះអង្គលោកត្រាស់សម្ដែងថាបើចង់មានរាសីវងពោះបូជាគោរពមេដាបិតាដោយមេត្តាកាយកម្មដោយកាយដ៏ល្អវន្តនកិច្ចគោរពបូជាពេលដែលលោកកំពុងរស់នៅគ្រប់ចិត្តដីល្អហើយតែអានោះវាចិត្តដីទេគោរពមេត្តាបិតាដែលកំពុងតែដកដង្ហើមនេះអានោះបានជាការគោរពការបូជាមួយដ៏ក្រៃលែងការពោលប្រកបដោយមេត្តាវិជ័យកម្មពោលចំពោះឪពុកអ្នកម្ដាយម្សិលមិញហ្នឹងមកសឹងហត់ពេកមកពីវត្តរវល់បន្តិចហ្នឹងមកក៏ឃើញខ្មែរយើងអ្នកខ្លះក៏គោរពមេត្តាបិតាថ្ងៃម្សិលមិញហ្នឹងទិវាស្អីគេនោះហ្នឹងល្អដែរតែមួយឆ្នាំឃើញម្ដងក៏វាល្អដែរប៉ុន្តែន័យពិតមែនទែនចូលទៅចិត្តគោរពបូជាថ្វាយចំពោះលោកអ្នកនៅមេត្តាវិជ័យកម្មទី3គោរពមេត្តាបិតាដោយមេត្តាមនោកម្មហើយព្រះអង្គលោកសម្ដែងទៀតញោមសម្ដែងថាបតតិរសសង្កហោអនាគលាចកម្មន្តាអេតាមង្កលមុតតមង្សមិញនេះលោកនិយាយអំពីទំនាក់ទំនងរវាងមេត្តាបិតានិងបុត្រធីតាចេះតែជូនយោបល់ញាតិញោមណាញាតិញោមពេលលោកឪពុកម្ដាយលោកនៅមានបច្ចុប្បន្នបូជាលោកទៅធ្វើអស់ឱកាសហើយទាំងដល់ថ្ងៃហើយចូលចិត្តដីហើយអស់ហើយចឹងថ្ងៃមុនដែលធ្វើដំណើរទៅកាន់ទីសម្រាប់ចុងក្រោយហ្នឹង
លោកបូជាហើយព្រះអង្គលោកត្រាស់សម្ដែងថាមេត្តាបិតានេះជាមនុស្សពោលទៅដោយគុណធម៌ជាប្រភពនៃសេចក្តីសុខជាមលុបមេត្តាបេតុឆាយាមលុបជាប្រភពនៃសេចក្តីសុខរហូតដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ប្រកាសសម្ដែងហៅមេត្តាបិតានឹងថាជាទេវតាទៅទៀតនោះប៉ុន្តែយើងដើរចេះទៅចង់ដើរវិទាំងបុកទេវតាមិនស្គាល់ទេវតាចេះតែចង់ឃើញទេវតាចុះពីលើព្រៃមកចេញពីពពួកមកមានណាលើពពួកនឹងសាយន្តហោះហ្នឹងមែនទេទេវតានេះទេវតាមុខស្អាតស្អាតនេះអាវក្រហមអាវសនេះលោកចូលទៅបូជាគេហទេវាជាទេវតាក្នុងផ្ទះហ្នឹងបូជានៅពេលនេះគ្រប់យ៉ាងល្អទាំងអស់វានឹងប្រសើរជាជាងនៅពេលដែលថ្ងៃមួយបងប្អូនជួបជុំគ្នានៅមុខចេតិយអានោះក៏ល្អដែរមិនអីទេដឹងគុណតែដង្ហើមនៅរស់ខែនៅភ្លឺបំពង់កនៅបញ្ឈរលោកថានេះហើយជាប្រភពនៃបុណ្យនោះជាអណ្ដូងជាមហាសមុទ្រដែលឲ្យអ្វីគ្រប់យ៉ាងដល់ពួកបុត្រធីតាទាំងឡាយនឹងព្រះអង្គលោកនិយាយអំពីមេត្តាបិតាលោកនិយាយមួយទៀតព្រះអង្គលោកសម្ដែងមួយទៀតនិយាយអំពីជីវិតអាពាហ៍ពិពាហ៍បតតិរសសង្កហោព្រះអង្គលោកត្រាស់សម្ដែងថាប្រសិនណាបើអ្នកចង់ឲ្យអាពាហ៍ពិពាហ៍របស់អ្នកមានមង្គលព្រះអង្គត្រាស់សម្ដែងថាស្វាមីត្រូវសង្គ្រោះប្រពន្ធនិងកូនដោយស្មោះអស់ពីដួងហារតីអាហ្នឹងធ្វើបានសុខធ្វើអត់បានសុខក៏អាហ្នឹងមិនដឹងទេអាហ្នឹងការងារញោមមិនមិនដឹងទេហ្នឹងចាត់ចែងខ្លួនឯងចោះមិនដឹងទេញោមប្រុសដោះស្រាយមិនញោមស្រីដោះស្រាយមិននឹងរឿងខ្លួនឯងផ្លូវព្រះអង្គលោកត្រាស់សម្ដែងថាអាពាហ៍ពិពាហ៍នោះវានឹងคล้ายទៅជាពិភពនៃឋានសួគ៌នៅពេលដែលស្វាមីនិងភរិយានេះលោកស្រឡាញ់គ្នាដោយស្មោះនេះជាសភាវៈជាសច្ចធម៌នៅក្នុងពិភពលោកនេះការយល់ត្រូវយ៉ាងដូចនេះឈ្មោះថាជាការត្រាស់ដឹងញាតិញោមណាការត្រាស់ដឹងនឹងគឺអញ្ចឹងណាញាតិញោមមិនមែនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ផ្លុំមកផែតចេញមាសប៉ិនវិទេមិនអញ្ចឹងទេមិនមានន័យអញ្ចឹងទេការត្រាស់ដឹងគឺជាការយល់អំពីសច្ចភាពនៃការប្រព្រឹត្តទៅរបស់សភាវៈធម៌នៅក្នុងលោកនេះថាបើជីវិតអាពាហ៍ពិពាហ៍ធ្វើយ៉ាងម៉េចបានសុខដល់មនុស្សពីរនាក់លោកស្រឡាញ់គ្នាអញ្ចឹងដែលព្រះអង្គត្រាស់សម្ដែងនេះដែលព្រះអង្គកំណត់អធិដ្ឋានក្នុងចិត្តថាយើងត្រាស់ដឹងហើយនឹងឲ្យអ្នកដត្រីត្រាស់ដឹងផងមានន័យថាបើតថាគតបានត្រាស់ដឹងធម៌នេះហើយបើខ្ញុំត្រាស់ដឹងធម៌នេះខ្ញុំនឹងត្រាស់ដឹងធម៌នឹងខ្ញុំនឹងឲ្យអ្នកត្រាស់ដឹងអ្វីដែលខ្ញុំដែលតថាគតត្រាស់ដឹងហើយអញ្ចឹងមានន័យថាការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះគឺនិយាយអំពីសច្ចភាពនៃលោកនេះទី2លោកបានបញ្ជាក់បន្ថែមទៀតថាយើងរួចផុតទុកហើយនឹងឲ្យអ្នកដទៃរួចផុតទុកផងព្រះជាម្ចាស់លុះត្រាព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះពុទ្ធជាម្ចាស់លុះត្រាតែព្រះអង្គបើព្រះអង្គនិយាយអំពីសេចក្តីទុក្ខការរួចចាក់ទុក្ខដល់ព្រះអង្គរួចចាក់ទុក្ខដល់ព្រះអង្គលះហើយលះកាត់ដាច់ហើយនៅទោសៈនៅមោហៈទើបឈ្មោះថាជាព្រះអរហន្តសម្មាសម្ពុទ្ធហ្នឹងហើយអញ្ចឹងអ្វីដែលព្រះអង្គបានរួចផុតហើយនឹងឲ្យអ្នកដទៃរួចផុតផងអញ្ចឹងក្នុងកិច្ចបដិបត្តិណាចម្រើនពរញាតិញោមពុទ្ធសាសនាយើងនេះការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះកាលពីសម័យពុទ្ធកាលអ្នកប្រាជ្ញខ្លះហៅថាព្រះអង្គជាអ្នកដើរបញ្ច្រាស់នៃចរន្តមហាសមុទ្រស្អីចរន្តនៃមហាសមុទ្រសម័យនោះកាលសម័យពុទ្ធកាលគឺ2563ឆ្នាំមុននៅចម្ពោះទ្វីបក្នុងនោះមានសាសនាប្រហែលជា60ជាង62ញោមមិនមែនតែព្រហ្មញ្ញទេមានសាសនាច្រើនណាស់ហើយភាគច្រើនគេយល់ថាការបូជាការបួងសួងសមអំពីមេឃអំពីដីអំពីអីទាំងអស់ជាហេតុនាំមកនៅសេចក្តីសុខដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹងឡើងថាទេមិនមែនទេការបូជាការបួងសួងការសុំអង្វរពីនរណាមួយមិនអាចបាននៅសេចក្តីសុខនោះឡើយសេចក្តីសុខនោះកើតឡើងអំពីការបដិបត្តិរបស់បុគ្គលនោះខ្លួនឯងទើបអាចញ៉ាំងនៅសេចក្តីសុខនោះកើតឡើងបានអញ្ចឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់តែមួយអង្គឯងហ្នឹងដើរបញ្ច្រាស់គេបញ្ច្រាស់មនុស្សទាំងអស់ដែលអ្នកយល់ហ្នឹងដូចអចិត្តកេសកម្មបាលីអីលោកគាត់ពន្យល់ថាលើលោកនេះអត់មានសុខអត់មានទុក្ខអីទេញាតិញោមមានតែដង្ហើមចេញដង្ហើមចូលគ្មានពាក្យថាម៉ាក់គ្មានពាក្យថាមេត្តាគ្មានពាក្យថាបិតាគ្មានពាក្យថាខុសគ្មានពាក្យថាត្រូវអីទេមានន័យថាអ្នកឯងចង់ធ្វើអីធ្វើទៅធ្វើមិនឲ្យតែសុបាយ
ចង់ហូបស្រាប់ហូបទៅចង់ទៅណាចង់ធ្វើមិនសម្លាប់មនុស្សមិនអកុសលមិនក៏ថាអត់មានទេលើលោកនេះអត់មានល្អអត់មានអាក្រក់តែមានអ្នកបង្រៀនបែបអញ្ចឹងដែរអញ្ចឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសម្ដែងផ្ទុយអំពីអ្នកដទៃអញ្ចឹងព្រះអង្គត្រាស់សម្ដែងឲ្យថាអ្វីធម៌ទាំងឡាយណាដែលព្រះអង្គត្រាស់ដឹងហើយឲ្យរួចផុតហើយនឹងឲ្យអ្នកដទៃរួចផុតផងយើងឆ្លងសង្សារវដ្តហើយនឹងឲ្យអ្នកដទៃឆ្លងផងញាតិញោមសប្បុរសទាំងអស់ជាទីស្រឡាញ់ក្នុងការបដិបត្តិព្រះពុទ្ធសាសនានេះបើសិនជាបដិបត្តិយូរទៅញោមអាចពិនិត្យមើលខ្លួនឯងក្នុងចិត្តបកូនណាអ្នកបួសពួកយើងអ្នកបួសនេះណាទេហ្នឹងទៅតែបួសយូរទៅចេះតែកើតទុកខ្លាំងពេកអានឹងការសាងភ្នោះរបស់យើងមិនតន់តាមមេគាបដិបទារបស់ព្រះសម្មាសម្ពុទ្ធទេកាលមុនចូលវត្តដូចសបាយចិត្តធូរក៏ដូចមិនបានកាសិលកាន់អីទេធម្មតាខែប្រជុំយកបាយទៅវត្តមួយស្រាក់ទៅក៏បាត់សូនទៅខែចូលឆ្នាំមួយស្រាក់ទេទៅបានហើយព្រះអង្គណាមកជួបបិណ្ឌមុខវត្តដាក់500ទៅបានហើយមកក៏មកទៅក៏មកក៏ហីទៅដូចសបាយដូចម្យ៉ាងដែរដល់តាំងពីចូលវត្តមកយីពីទឹកព្រូងនោះមិនឈប់សោះសំណួរសួរថាតើការបដិបត្តិនេះការបដិបត្តិធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះវានាំឲ្យធូរទ្រូងនឹងវាធូរឬក៏ឲ្យវាតឹងណាកន្លែងទៅនោះញាតិញោមប៉ុន្តែអានិសង្ឃនៃការបដិបត្តិធម៌គឺធ្វើឲ្យស្រាលចាកបលិពោតបដិខៈអវ័យដែលជាអវិជ្ជមានជាអកុសលហ្នឹងឲ្យវាស្រាលខ្លួននេះនៃពិតដើមពិតនៃកិច្ចបដិបត្តិធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អញ្ចឹងកន្លែងហ្នឹងដល់ញាតិញោមអស់លោកទាំងអស់លោកពិនិត្យមើលកិច្ចបដិបត្តិនេះព្រោះស្ដាយញាតិញោមស្ដាយមិនស្ដាយថាយើងចំណាយពេលវេលាសិក្សាបដិបត្តិព្រះពុទ្ធសាសនាហើយវាអត់សូវបានផលញាតិញោមកាលណាតែបដិបត្តិអត់សូវបានផលតែអ្នកណាមកនិយាយតែមិនតិចជឿភ្លាមអូមែនណោះអូមែនណោះទៅបាត់តែគេពួលវាអត់មានអត់ធម្មៈហ្នឹងអត់ឲ្យផលដល់ញាតិញោមផលដល់ញាតិញោមដូចជាករណីជាក់ស្ដែងញោមប្រុសញោមស្រីគាត់មិនសូវត្រូវគ្នាវាមានហេតុរឿងអីហើយគាត់ទៅបន់តែព្រះអង្គអើយធ្វើម៉េចឲ្យទៅឈប់លេងយប់ទៅហើយទូបង្គំថ្វាយហង្ស័កមួយគេថាព្រះបកែទៅថ្ងៃសិលទៅហើយចេកមកស្និទ្ធធូប3សែងតូនមុខព្រះអង្គអើយជួយផងក៏តស៊ូមួយគ្នាតាំងពី79មកឥឡូវគាត់អត់ឈប់សោះចេះតែទៅអត់ឈប់សោះព្រះអង្គអើយជួយទូបង្គំផងហើយព្រះនៅធម្មតាអញ្ចឹងពុទ្ធរូបតថាអីទៅណាបានមួយខែគេប្រាប់ថាព្រះអង្គដូចមិនសូវប្រកែខ្ញុំទៅបន់ព្រះអង្គមួយទៀតនោះប្រកែណាព្រះអង្គខ្មៅព្រះអង្គនេះមិនសូវខ្មៅទៅព្រះអង្គមួយទៀតខ្មៅប្រកែណាអូឃើញញោមមួយឃើញអ្នកមួយចែមួយឃើញបងមួយក៏ទៅបន់តាគាត់ចុកភ្លាមតម្រងទៅទៀតអើចេះណាបន់យ៉ាងណាថ្មទេថ្មនេះថ្ងៃនេះយើងអភិសេកបន់នេះអភិសេកព្រះពុទ្ធរូបហេតុអីបានអភិសេកពេលអភិសេកមានន័យថាម៉េចមានន័យថាធ្វើរបស់តូចឲ្យទៅជាធ្វើរបស់ធម្មតាឲ្យទៅជារបស់ខ្ពង់ខ្ពស់សេចអភិសេកដូចជាគេអភិសេកព្រះរាជាពីដើមព្រះអង្គមនុស្សធម្មតាតាញាតិញោមជាព្រះអង្គម្ចាស់តាដល់អភិសេកទៅគឺលើកតម្កើងព្រះអង្គម្ចាស់ឬក៏ព្រះរាជទាយាទនឹងឲ្យคล้ายទៅជាព្រះរាជាយ៉ាងណាមិញព្រះពុទ្ធរូបនេះគេអភិសេកគឺដើម្បីទុកជាតំណាងព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលបានប្រកាសសម្ដែងដែលបានបង្រៀនដល់សត្វលោកទាំងអស់រយៈពេល45ឆ្នាំដែលនិយាយអំពីគុណរបស់ព្រះអង្គទាំង3នោះដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់មានអញ្ចឹងព្រះពុទ្ធរូបនេះជាតំណាងញាតិញោមជាតំណាងដល់អញ្ចឹងញោមគាត់ចេះតែនេះហ្នឹងគាត់ប្រឹងហ្នឹងញាតិញោមទៅបូជាបន់ជួនកាលចំពេលញោមប្រុសនឹងគាត់វាហត់នៅវាអីវាអស់ចិត្តគាត់ឈប់ដើរអូព្រះអង្គប្រកែមិនជឿតែម្ដងណាអញ្ចឹងវិវត្តអញ្ចឹងកន្លែងហ្នឹងចង់ចម្រើនពរញាតិញោមពុទ្ធបរិស័ទថាព្រះពុទ្ធរូបកសាងឡើងគឺក្នុងបំណងទុកជានិមិត្តរូបជាតំណាងនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ញាតិញោមណាដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គពោពេញទៅដោយគុណដ៏ក្រៃលែងគឺបញ្ញាគុណវិសុទ្ធគុណនិងករណា
ណាគុណសូមអនុមោទនាឥឡូវហ្នឹងគឺជ្រាបហើយអំពីគុណអំពីអ្វីដែលជាសារៈសំខាន់របស់ព្រះពុទ្ធរូបប៉ុន្តែសំដែងអញ្ចឹងមកឲ្យញោមឈប់ជឿឈប់បន់ទេញោមចង់បន់អញ្ចឹងចុះមិនអីទេមិនហាមទេមិនហាមទេយ៉ាងណាក៏បានដែរមិនអីទេមិនហាមជានិមិត្តរូបញាតិញោមណានិមិត្តរូបប៉ុន្តែសច្ចៈហ្នឹងគឺកើតចេញអំពីការបដិបត្តិពីសំដែងខាងដើមអញ្ចឹងមង្គល38ប្រការជីវិតអាពាហ៍ពិពាហ៍ដែលប្រកបដោយជោគជ័យដោយល្អដោយប្រសើរគឺកើតចេញពីក្តីស្រឡាញ់នៃភរិយានិងស្វាមីនេះព្រះអង្គត្រាស់សម្ដែងបញ្ជាក់ច្បាស់តម្រង់គ្មានលាក់លៀមទេញាតិញោមណាទៅអានប្រសូតហ្នឹងឃើញហើយប៉ុន្តែការបដិបត្តិយ៉ាងណាមិនអីទេញាតិញោមហ្នឹងហើយតាមសទ្ធាជាស្លាវមិនយ៉ាងម៉េចទេហើយបកូនណាម្ចាស់ឯកឧត្តមជួនឆ្នាំនេះ8ដែរហ្នឹង8ហើយបកករណាជាម្ចាស់ឥឡូវក្នុងវ័យ80ញោមជ្រះថ្លាខ្លាំងណាស់ជាមួយលើដោយពុទ្ធបរិស័ទលោកកសាងព្រះពុទ្ធរូបនេះស្ដាប់របាយការណ៍នេះដោយផ្ចិតផ្ចង់ជាទីបំផុតឥឡូវព្រះពុទ្ធរូបបានសាងសង់ហើយបុណ្យក៏ចប់ថ្ងៃនេះហើយញោមនឹងវេថ្វាយទុកដាក់ជាសម្បត្តិព្រះពុទ្ធសាសនានៅក្នុងវត្តនៅក្នុងព្រះពុទ្ធសាសនាយើងការងារញោមចប់ហើយនៅឡើយការងារព្រះអង្គថែរក្សាបកូនណាបច្ច័យដែលលោកបូជាចូលគ្នា 12000 20000ក្តី1រៀល2រៀលក្តីទាំងអស់នេះជាសតិបរិសុទ្ធដែលហូរចេញពីដួងចិត្តនៃពុទ្ធសាសនិករបស់យើងដែលលោកជ្រះថ្លានោះមើលបំរើរដ្ឋបំរើជាតិវាថាបំណងចុងក្រោយហ្នឹងមិនមែនទៅធ្វើផ្ទះលំហែនៅភ្នំ1500អីទៅធ្វើបំណងចុងក្រោយធ្វើពុទ្ធរូបថ្វាយព្រះអង្គអញ្ចឹងតករណាព្រះអង្គក្មេងៗលោកគ្រូចាតិកាបញ្ជូនច្រើនមើលថែព្រះពុទ្ធរូបនេះដាំផ្កាស្រោចទឹកឲ្យបូជាប្រគុណណាហ្នឹងហើយកុំឲ្យទៅរើរោងប៉ុនហើយព្រះនៅដោយព្រះនៅដោយវហេយូរឆ្មាឆ្កែទៅដេកពេញកន្លែងព្រះពុទ្ធរូបហ្នឹងនេះមិនជាទីជ្រះថ្លានៃបរិស័ទឡើយសទ្ធាដល់ក្រៃលែងនេះដែលកើតចេញអំពីទឹកចិត្តរបស់ឯកឧត្តមនិងលោកជំទាវនិងញាតិរបស់លោកហ្នឹងគឺដោយបុណ្យកុសលផងដោយក្តីស្រឡាញ់ចំពោះប្រទេសជាតិចំពោះខេត្តចំពោះស្រុកចំពោះឃុំចំពោះភូមិនឹងផងអញ្ចឹងព្រះអង្គត្រូវថែរក្សារបស់អស់ទាំងហ្នឹងជាសារណវត្ថុញាតិញោមព្រះអង្គញោមភូមិអ្នកភូមិឥឡូវឯកឧត្តមលោកជ្រះថ្លាហើយលោកប្រកេនហើយញោមបូជាញោមណាកុំធ្វើចោលថ្ងៃសិលមានផ្កាបូជានាំចៅនាំកូនមកគោរពបូជាដែលហើយទៅមានតែផ្កាមួយតួងនេះយកមកបូជានេះក៏ឈ្មោះថាជាការបាននៅអានិសង្ឃដល់ក្រៃលែងផងហ្នឹងហើយកសាងស្រាប់តែ6ខែក្រោយមកបាក់តិចព្រះឬក៏ខូចតាណាបន្តិចលោកមកវត្តញោមមកភូមិអត់មានអ្នកធ្វើទេទៅហៅញោមឯកឧត្តមពីពេញមកធ្វើទៀតអត់ទេណាប្រកូនណាអត់ទេត្រូវតែធ្វើអ្នកព្រោះរបស់ទៅនឹងជាទ្រព្យរបស់ភូមិយើងចេះថាទ្រព្យអញ្ចឹងចោះជាទ្រព្យសម្បត្តិរបស់វត្តយើងអញ្ចឹងពុទ្ធបរិស័ទចំណុះជើងវត្តនឹងមានភាគមួយដែលត្រូវចូលរួមជួយថែរក្សាអភិរក្សបេតិកភណ្ឌនេះឲ្យបានកុំឲ្យស្រាប់តែទ្វាឬក៏ឈ្មោះឬក៏ផ្កាឬក៏តោក្នុងវាដួលទៅឯកឧត្តមអើយតោដួលហើយតិចតបងនោះបាក់ឯកឧត្តមអើយលបងបាក់ហើយយូរទៅតាំងពីធ្វើព្រះហ្នឹងមកមានបានសម្រាប់មកដែរព្រោះតែលោកទេទៅរំខានរឿងតោរឿងនេះហ្នឹងអត់ទេណាប្រគុណណាបកណាជាម្ចាស់គ្រូមេគុណណាជួយទាំងអស់គ្នាមិនមែនតែវត្តហ្នឹងទេគ្រប់វត្តទាំងអស់ពីព្រោះអីពីព្រោះសទ្ធារបស់បរិស័ទបានឆ្លងហើយរបស់អស់ទាំងនេះនៅក្នុងវត្តជាកិរុផនគឺជារបស់សង្ឃគឺជារបស់រួមទាំងអស់ក្នុងនោះអ្នកដែលចូលរួមចំណែកជួយថែរក្សាគឺពុទ្ធបរិស័ទផងពេលខ្លះសង្វេគញាតិញោមវត្តខ្លះញោមគហបតីអ្នកមុខអ្នកការមន្ត្រីរាជការធំលោកមានសទ្ធា
លោកធ្វើដូចជាវិហារដូចជាសាលាឆាន់ដូចជាកុដដូចជារបរឬក៏ស្រះទឹកជីកសម្រាប់ជាប្រយោជន៍ក្នុងវត្តនៅក្នុងតំបន់នៅក្នុងកន្លែងនឹងសម្រាប់ប្រសង់សម្រាប់ពុទ្ធបរិស័ទអីលោកប្រើទាំងអស់ហើយប្រឹងណាស្ដាប់មិញសំបីតែឆ្នាំក៏អស់លុយទេណាម្ចាស់មិនឆ្នាំនឹងបាននេះស្រួលទេនឹងលឺថាតកែឆ្នាំនឹងជូនដោយសារស្កល់ទេបើកណាទៅព្រះមេគុណទៅនឹងយល់លុយហើយមិនយល់លុយខាតចង់ឡាដើមមិនចឹងខ្ញុំអញ្ចឹងរបស់អត់ទាំងនោះសំបីតែដៃគោលមួយក៏ត្រូវចាយលុយដែរញាតិញោមណាហើយដើម្បីបានលុយ100 1រៀល1000ទៅដេញដៃគោលទាំងមួយកាត់ចេញពីការរុស្ស៊ីកាត់ចេញពីការធ្វើការកាត់ចេញពីការប្រឹងប្រែងហូរញើសហូរឈាមតម្រាំបានលុយ1រៀលនឹងទៅទិញដៃគោលមួយយកមកដំមកកន្លែងមុខព្រះហ្នឹងអញ្ចឹងជារបស់ដែលថ្លៃមហាសាលវាតំណាងឲ្យទឹកចិត្តដ៏បរិសុទ្ធនេះអញ្ចឹងបកូនណាខ្ញុំណាឃើញវត្តខ្លះញោមធ្វើហើយអីហើយទៅចោះសមាហើយអីហើយសពបែបយ៉ាងអីទាំងអស់បានតែ6ខែបានតែ1ឆ្នាំអត់មានអ្នកថែញ៉ឹងបងដេកគុណទៅតាមដេកគុណទៅណេនទៅតាមណេនទៅញោមអាចារ្យទៅតាមញោមអាចារ្យអាវហៀនឹងទៅតាមវហៀទៅហ្នឹងហើយពីលើសិតតែអាចព្រៀបអង្ក្រោមនេះសិតតែអាចឆ្កែទៅឆ្មាហើយព្រៀបនោះនៅកប៉ុកកុំសតណាណាកុំសតណាហ្នឹងហើយយូរគេបើកទ្វារម្ដងទៅធ្វើការប្រាក់បោះបន្តិចបិទវិញកំសត់អញ្ចឹងវត្តអារាមយើងត្រូវតែជាកន្លែងដែលស្អាតញាតិញោមអ្នកចម្រើនពរហ្នឹងមិនមែនថាបន្ទោសអីទេប៉ុន្តែធ្លាប់ឃើញហើយក៏វាមានអញ្ចឹងចង់ឲ្យវត្តយើងคล้ายទៅជាកន្លែងគំរូមួយសម្រាប់ពុទ្ធបរិស័ទជាពិសេសយុវជនយើងហ្នឹងឲ្យលោកចូលមកវត្តឃើញថាអូវត្តអញស្អាតតើនោះជាទីមនោរម្យហ្នឹងហើយជាទីមនោរម្យអារាមហ្នឹងវត្តអារាមហ្នឹងប្រែថាវត្តតៈហ្នឹងកន្លែងប្រណិប័តប្រកបដោយភាពមនោរម្យមកអញ្ចឹងញោមមានដើមឈើមានព្រះពុទ្ធរូបមានការទុកដាក់អីចឹងទៅបើនៅផ្ទះហ្នឹងវាស្មុកទៅហើយពិបាកទៅហើយដល់មកដល់វត្តនេះទៀតវាស្មុកលើសផ្ទះទៀតតើឲ្យទៅឯណាអត់មានកន្លែងទៅទេអញ្ចឹងអារាមប្រែមកថាជាទីរីករាយហ្នឹងកិច្ចបដិបត្តិហ្នឹងបន្តិចចឹងញោមបន្តិចចឹងហ្នឹងជាការបដិបត្តិរស់នៅជីវិតប្រចាំថ្ងៃហើយជ្រះថ្លាណាញោមដូចឯកឧត្តមលោកន្ទាវបម្រើជាតិអស់មួយជីវិតទៅហើយចាស់ហើយអត់ចង់បានអីទៀតទេចង់ថាថ្ងៃណាពីអ្នកយាយតាមកនឹកឃើញអនុស្សាវរីយ៍ធ្លាប់កសាងវត្តតែបញ្ជូនដល់90អីទៅបញ្ជូនវ័យនៅប៉ុណ្ណឹងជិះមកឃើញនេះលោកកាល10ឆ្នាំមុនអូនិមន្តព្រះអង្គយន់សេចជាតិមកទេសនាកាលហ្នឹងឥឡូវព្រះអង្គលោកទៅបាត់ហើយថាមិនត្រូវនឹងទៅណាអនុស្សាវរីយ៍ដល់មកទៅជ្រះថ្លាញាតិញោមកាលដែលព្រះបាទអជាតសតុនេះជាស្ដេចដែលកាចខ្លាំងសម័យពុទ្ធកាលក្មេងសម្រាប់បិតាខ្លួនឯងដណ្ដើមរាជហើយជាអធិរាជមួយដែលស្ដេចណាក៏ខ្លាចដែរនៅក្នុងចម្ពោះទ្វីបសម័យនោះហើយស្គាល់ព្រះតាំងពីក្មេងអជាតសតុនេះមានរឿងច្រើនតែបណ្ដែលជ្រះថ្លាជាមួយព្រះទេចុងក្រោយពេលដែលសម្លាប់បិតាហើយក៏ដឹងខ្លួនថាអញចង់ហេតុតែចង់សោយរាជសម្រាប់បិតាខ្លួនឯងដែលជាអ្នកមានគុណដ៏ក្រៃលែងអង្គុយលើបល្ល័ង្កគ្រប់គ្រងតបរាប់សែនដែនដីមហានគរនឹងអស់ចានៅចម្ពោះទ្វីបឮតែអជាតសតុនឹងភ័យស្ដេចផ្សេងខ្លាចណាស់កាចក៏កាចខ្លាំងក៏ខ្លាំងឆ្លាតក៏ឆ្លាតប៉ុន្តែมันអាចរស់នៅដោយសុខដោយសារតែវិបដិសារីវិសាធ្វើគុតបិតាខ្លួនឯងដេកមិនសុខឯកឧត្តមដេកមិនសុខឯស្ដេចអង្គនោះខ្ញុំសុខបិតាអញ្ចឹងទៅបានទៅសួរអាមាត្យសួរឧបមាថាខ្ញុំខ្លោចផ្សានណាស់ខ្ញុំធ្វើគុតបិតាខ្លួនឯងខ្ញុំសោចផ្លាខ្ញុំរស់មិនស្រួលសោះខ្ញុំវិបដិសារីតើអ្នកណាអាចជួយខ្ញុំបានដើម្បីដោះនៅវិបដិសារីនេះបានបំបត្តិនៅវិបដិសារីនេះបានខាងមានគឺព្រះសម្មាសម្ពុទ្ធព្រះអង្គចូលទៅរួព្រះសម្មាសម្ពុទ្ធទៅព្រះលោកជួយហើយចឹងទៅញាតិញោមទៅមិនទៅថ្ងៃទៀតទៅយប់ទៀតស្ដេចអង្គនោះហើយបកូនណាដឹងស្ដាប់ហើយទៅតែទៅមួយអង្គឯងញាតិញោមទៅហ៊ានរាប់រយរាប់ពាន់ផ្អើលទឹកផ្អើលដីអង្គើព្រៃទាំងអស់ចូលទៅព្រះលោករងចាំលោកគង់ស្ងៀមជាមួយនឹងភិក្ខុប្រហែលដូចជាមានចាំ1000ចឹងណាតែ1000ចឹងញាតិញោមព្រះភិក្ខុសង្ឃគង់ស្ងៀមស្ងាត់ឬតែក្អកព្រះអជាតសតុយប់ចូលទៅព្រះអជាតសតុចូលទៅឃើញ
ការបដិបត្តិភាពស្រគត់ស្រគំនៃព្រះសង្ឃអញ្ចឹងជ្រះថ្លាដំណងតែព្រះអង្គទូមគុំណាមេតាហ៊ានណាទូមគុំវឹកខ្លាំងណាស់តាហ៊ានប៉ុន្តែហ៊ានទូមគុំនេះនៅមានវិន័យចាញ់តាហ៊ានរបស់ព្រះអង្គចាញ់ព្រះសង្ឃរបស់ព្រះអង្គព្រះសង្ឃនេះល្អណាស់ចឹងធម្មៈដែលព្រះអង្គបង្រៀនបណ្ដុះចិត្តមនុស្សនេះពិតជាអស្ចារ្យជ្រះថ្លាកន្លែងហ្នឹងជ្រះថ្លាអំពីវិន័យរបស់ព្រះភិក្ខុភិក្ខុសង្ឃឃើញទេញាតិញោមអញ្ចឹងវត្តអញ្ចឹងដែរញាតិញោមចូលមកបើមានអនាម័យល្អមានអីអញ្ចឹងជ្រះថ្លាញាតិញោមចង្កាលស្ដាប់ធម៌អាត្មាទេសអញ្ចឹងស្ដាប់យល់ទេចង្កាលឬក៏ស្ដាប់ប៉ុន្តែជ្រះថ្លារឿងផ្សេងអញ្ចឹងតែអញ្ចឹងវត្តអារាមបកូនណាម្ចាស់ដាច់ខាតត្រូវតែជាកន្លែងដែលពុទ្ធបរិស័ទជ្រះថ្លារៀបអាហ្នឹងញាតិញោមណារៀបឲ្យស្រួលអញ្ចឹងការកសាងសំណង់អីសំបែបយ៉ាងរបស់បរិស័ទដែលលោកបូជាហើយអីហើយទាំងអស់ហ្នឹងវានឹងคล้ายទៅជារបស់ដែលមានតម្លៃមិនអាចកាត់ថ្លៃបានហើយជាសរណវត្ថុដ៏ល្អប្រពៃសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទគោរពបូជាសូមអនុមោទនា